អូខេអញ្ចឹងម្សិលមិញនេះនាយកតកទូតតែមេគុំប្រទេសកម្ពុជាដែលហៅថា NOTOK ក្រមក្រសួងប្រៃសណីនិងទូតតែមេគុំបានបិទ discord.com ឬក៏ server Discord ហ្នឹងដែលយោងតាមឧបសម្ព័ន្ធទី5ថ្ងៃទី16ខែមិថុនាឆ្នាំ2026មិនត្រឹមតែបិទ Discord ទេបិទដោយទាំង Patreon ទៀតចឹងម្សិលមិញនេះប្រហែលជាពេលថ្ងៃខ្ញុំឃើញផុសមួយចំនួនដែរដែលគាត់សរសេរថា Discord នឹងចូលអត់បាននៅខ្មែរកៀងមែនហើយខ្ញុំដឹងថាប្រកាសជាមានរឿងអីអត់ស្រួលហ្មងពេលហ្នឹងខ្ញុំបានចូលទៅ Discord ផងដែរប៉ុន្តែវាធម្មតាដោយសារខ្ញុំប្រើ IP នៅបារាំងចឹងហើយវាចូលបានធម្មតាវាមានបញ្ហាអីកើតឡើងទេអញ្ចឹងខ្ញុំគិតថាប្រហែលជាវាកៀង server អញ្ចឹងណាស្រាប់តែពេលយប់ឡើងបាននាំគ្នាផ្ទុះមូលហេតុចម្បងហ្នឹងគឺថាថ្នាក់ដឹកនាំគេគិតថាDiscord ហ្នឹងគឺជាកន្លែងដែលបានពាក់ព័ន្ធឬក៏ប្រើប្រាស់ក្នុងការជួញដូរទំនិញឬក៏ផ្ដល់សេវាកម្មខុសច្បាប់ខ្ញុំមិនដឹងថាតើគេចាក់បាល់នៅក្នុងឬក៏អត់ទេឬក៏គេភ្នាល់លបាយភ្នាល់អីអនឡាញហ្នឹងខ្ញុំមិនដឹងដែរតែបើយើងបកទៅមើល website ខាងលើវិញគឺដូចជា website ចាក់បាល់ជាមួយនឹង website អនឡាញលបាយអញ្ចឹងទៅតែបកមកវិញ Discord គឺជាកន្លែងទំនាក់ទំនងសាធារណៈនិងឯកជនដែលអនុញ្ញាតឲ្យមនុស្សជុំវិញពិភពលោកតាក់ទងគ្នាបានវាដូចទៅនឹង Telegram ដែរគ្រាន់តែ Discord វាប្លែកត្រង់ថាយើងអាចvoice គ្នាបានអញ្ចឹងណាដូចថា call គ្នាអញ្ចឹងទៅហើយគេប្រើ Discord ដោយសារតែវាមាន chat room បែបសលេង call គ្នាបានដូចឧទាហរណ៍យើងលេង game អញ្ចឹងទៅយើង chat គ្នា view អញ្ចឹងណាតែយើងបើក Discord មកយើងអាចនិយាយគ្នាបាន direct ហ្មងបើមិនយើងនិយាយពី Patreon វិញគឺជា platform មួយសម្រាប់ឲ្យ fan អ្នកគ្រប់គ្រងហ្នឹងបងលុយជួយ creator ជាតម្រង់បែបប្រចាំខែហើយទទួលបានមកវិញនៅ special content ប្លែកៗក៏ដូចជា benefit ផ្សេងៗដែលអ្នកធម្មតាមិនទទួលបានហើយខ្ញុំក៏ធ្លាប់មានវត្តមាននៅក្នុង Patreon ដែរគឺវាជួយអ្នកផលិតមាតិកាបានច្រើនមែនទែនដោយសារតែ website ហ្នឹងអាចអនុញ្ញាតឲ្យអ្នកផលិតមាតិកាហ្នឹងរកថវិកាបន្ថែមសម្រាប់ផ្គត់ផ្គង់ channel អីចឹងទៅអូខេមកដល់ត្រឹមនេះអ្នកប្រើប្រាស់ Discord ជុំវិញពិភពលោកច្រើនមែនទែនរួមទាំងស្រុកខ្មែរផងដែរវាមិនមែនត្រឹមតែកន្លែងជជែកគ្នាឬក៏លេង game ទេវាក៏ជាកន្លែងថ្នាក់រៀនផងដែរព្រោះថាខ្ញុំក៏បងលុយរៀន design ក្នុង Discord ដែរតែពីច្រើនគេប្រើក្នុង game អញ្ចឹងទៅ whatever សម្រាប់ខ្ញុំផ្ទាល់បិទ Discord ដូចជាមិនត្រឹមត្រូវទេហើយក៏ច្បាស់ផងដែរប្រកាសជាមានវិធីអីផ្សេងចូលទៅប្រើប្រាស់បានអញ្ចឹងទោះបីមានការបិទក៏ដោយដោយសារតែយើងអាចប្រើ VPN បានអញ្ចឹងណាហើយមួយទៀតបើសិនជាជ្រុលថាបិទ Discord ហើយមិនក៏ប្រើបិទ Telegram ផងទៅព្រោះខ្ញុំអត់ជឿថានៅក្នុង Telegram អត់មានបទល្មើសទេក្នុង Telegram មានទាំងកន្លែងចាក់បាល់មានទាំងកន្លែងភ្នាល់គ្នាមានទាំង live ជុលមន់ទៀតនិយាយទៅខ្ញុំច្រើនមែនទែនហើយមានទាំងការចែកចាយវីដេអូអាភាសទៀតនិយាយទៅបិទទៅដើម្បីកុំឲ្យមានលំអៀងសម្រាប់ខ្ញុំ website ល្បែងបិទខ្ញុំគ្រប់គ្រង 100% ហ្មងហើយខ្ញុំក៏ធ្លាប់ឮគេនិយាយដែរថាគេតាមបិទរហូតប៉ុន្តែបិទអត់អស់ទេដោយសារតែប្រហែលជាមកពីតែខ្ញុំនៅឆ្ងល់ថាមិនបាន Discord បិទហើយ Telegram អត់បិទ